សួស្តីអ្នកនរគ្នាចឹងនេះយើងនឹងមកបន្តនៅខ្សែរឿងជើងខ្លាំងលាក់មុខនៅក្នុងនិកាយរបស់យើងបន្តទៀតហើយដំបូងខ្ញុំចង់ឲ្យវាចេញទៅពី19សិនចាំសម្រាប់វាបូកចូលគ្នាតែមើលទៅដូចជាអត់ចេញសោះមិនដឹងថាចាប់ត្រឹមនឹងឬក៏ស្ទូឌីយោគេមិនប្រងធ្វើតតែយើងមិនបាច់ខ្វល់អ្វីច្រើនទេតោះចូលទៅកាន់ខ្សែរឿងរបស់យើងតែម្ដងចាប់ផ្ដើមនៅពេលនេះមកក្រោយពីឆៅក៏ទប់ទល់ជាមួយនឹងស្លឹកឈើទាំងអស់នេះរួចគាត់ក៏បានសរសើរថាវាក៏ពិតជារឹងមាំតែក៏ជាសំណាងល្អដែលកម្លាំងខ្ញុំខ្លាំងគ្រប់គ្រាន់និយាយរួចក៏បានដើរចាស់ចេញបណ្ដាឲ្យអ្នកទស្សនាចាប់ផ្ដើមចាប់អើហើយគេប្រើតែមេឈើអាចបញ្ចេញនូវចេតនាដើរបានដែរត្រឹមតែជាមនុស្សស្ថិតនៅកម្រិតទី2ឋានសួគ៌ទី3តែការយល់ដឹងពីចេតនាដើរក៏ពិតជាជ្រាលជ្រៅកន្លែងមកកាន់ឆៅក៏នេះវិញបន្តពីធ្វើដំណើរមកដល់បឹងនេះហើយក៏ថានេះប្រកែកជាការសាកល្បងលើកទី3ហើយនិយាយរួចក៏បានឈានជើងដើរទៅតែក៏មានធម្មពលបានរារាំងពេលនេះក៏ដឹងហើយបឹងនេះមិនមែនជាបឹងធម្មតាទេវាគឺមានការរឹតបន្តឹងពិតជាដោយការរំពឹងទុករបស់គាត់តែមិនថាយ៉ាងណាដរាបណាវិចិត្រគាត់ក៏នៅតែមានវិធីរីឯអ្នកនៅខាងក្រៅវិញក៏បានរំលឹកដល់សិស្សបងយូយីរបស់គេថាពេលនោះគាត់បានចោកដើរកាប់ទឹកធ្វើជាផ្លូវគ្រានោះគាត់ហាក់បីដូចជាព្រះមួយអង្គចឹងហើយពេលនេះពួកគេក៏ចង់ឃើញដែរថាលោកឆៅកើអាចសម្រេចបានដល់កម្រិតណាភ្លាមក៏មានការភ្ញាក់ផ្អើលព្រោះតែឆៅកើក៏បានយកដើរទុកគាត់មិនប្រើប្រាស់ដើរនោះទេយ៉ាងម៉េចគេគឺចង់បោះបង់ហើយមែនទេតែមិនដូចជាអ្វីដែលគេគិតនោះឡើយឆៅកើពេលនេះក៏បានដើរចូលទៅក្នុងទឹកតែម្ដងទស្សនវិជ្ជាទាំងអស់នេះស្របតែប្រជាដើមឈើគាត់ក៏បានចេញមកមើលដូចគ្នាប៉ុន្តែនៅនោះយើងក៏ស្ទើរតែបានឃើញទឹកបានផុសឡើងយ៉ាងខ្លាំងញើសជាពីរធ្វើជាផ្លូវដើម្បីឲ្យឆៅកើដើរអពេលម្នាក់ដែលធ្លាប់បបួលឆៅកើប្រយុទ្ធជាមួយនោះឃើញចឹងក៏បានដើរចេញទាំងអស់សង្ឃឹមដែលឆៅកើក៏បានធ្វើដំណើរមកដល់ត្រយម្ខាងទៀតហើយគាត់ក៏បានមើលទៅកាន់រូបចម្លាក់ខ្លាមួយនេះងឿងឆ្ងល់តែការសាកល្បងលើកទី3គឺជាអ្វីទៅខណៈពេលនឹងដែរយើងក៏ស្ទើរតែបានឃើញនៅរូបចម្លាក់ខ្លានេះបានបញ្ចេញពន្លឺនៅលើភ្នែកឆៅកើគាត់ក៏ហាក់បីដូចជាកំពុងស្ថិតនៅកណ្ដាលសមុទ្រត្រូវបានព្យុះបក់បោកយ៉ាងខ្លាំងមិនយូរប៉ុន្មានគាត់ក៏ត្រូវបានទឹករលកវាយឲ្យធ្លាក់ចូលទៅក្នុងទឹកភ្លាមរាងកាយរបស់គាត់ក៏ស្ទើរតែបានបញ្ចេញនូវពន្លឺយ៉ាងខ្លាំងមួយសន្ទុះក្រោយយើងក៏បានឃើញទឹកបានផុសឡើងសាជាថ្មីឆៅកើក៏បានបង្ហាញខ្លួនមកវិញមិនត្រឹមតែប៉ុណ្ណេះទេគាត់ក៏ថែមទាំងមានដាវជាច្រើនបានលេចឡើងជុំវិញរាងកាយរបស់គាត់ថែមទៀតដែលទាំងអស់នេះក៏ចាប់ផ្ដើមប្រមូលផ្ដុំហោះឡើងទៅខាងលើប្រទេសសិនចុះឡើងគាត់ក៏និយាយក្នុងចិត្តតែម្នាក់ឯងហើយណាពេជ្រឈ្មន់នេះគឺជាផ្លូវដើម្បីឆ្ពោះទៅរកគោលដៅដូចគ្នាទីបំផុតមីគេដៅដ៏អស្ចារ្យរបស់គាត់ត្រូវបានសម្រេចហើយគណៈពេលនោះដែរយើងក៏បានឃើញនៅចំហាយតាមពលពណ៌ខ្មៅបានចូលទៅក្នុងរូបចម្លាក់ឆៅកើក៏បានអរគុណពេលនេះគាត់បានយកចេតនាដើរដំណាក់កាលទី2ហើយនិយាយរួចក៏បានដើរចូលទៅក្នុងច្រកលំហដែលត្រូវបានបើករលាយបាត់ពីទីនេះដែលអ្នកខាងក្រៅក៏ងើយឆ្ងល់អ្មេចបានជារូបចម្លាក់បេះដូងសត្វនេះមិនបញ្ចេញសម្លេងអញ្ចឹងវាគ្មានផ្លូវអាចទៅរួចទេអ្នកដែលបានឈរមុខចំពោះរូបចម្លាក់បេះដូងសត្វនេះនឹងចាប់ផ្ដើមបាត់បង់សតិនៅបានធ្លាក់ចូលទៅក្នុងការបំភាន់សូម្បីតែសិស្សបងយូជាក៏មិនអាចគេចផុតឡើយហើយសិស្សបងយូជាបានធ្លាក់ចូលទៅក្នុងការបំភាន់អស់រយៈពេល2ម៉ោងឯណោះតែចំពោះលោកឆៅកើវិញគាត់បែរជាមិនអីបេះដូងដើររបស់គាត់មានស្ថិរភាពបែបនេះផងរីឯឆៅកើនេះវិញពេលនេះគាត់ក៏បានធ្វើដំណើរមកដល់កន្លែងមួយជុំនៅខាងក្នុងឃើញមកខ្លួនឯងនៅក្នុងកញ្ចក់ភ្ញាក់ផ្អើលចង់ប្រកាច់ចំមករបស់យ៉ណានេះសង្ហាខ្លាំងម្លេះស្របពេលដែលកំពុងតែលងនឹងសម្រស់ខ្លួនឯងនោះក៏បានលឺសំឡេងពុទ្ធចារ្យមួយបាននិយាយថាឯងគឺជាបេក្ខជនដែលបានមកដល់មុនគេជើងដាក់ទៀនមួយក៏បានបង្ហាញខ្លួនមកបញ្ចេញនូវផ្សែងអាពីពេញនឹងគណៈពេលដែលគាត់កំពុងតែងើយឆ្ងល់នោះក៏សត្វតែមានរាងកាយគាត់មួយទៀតបានផុសចេញអំពីកញ្ចក់ពេលនេះរាងកាយរបស់គាត់មួយទៀតក៏បានដើរមកចំពោះមុខឆៅកើក៏និយាយទៅកាន់រាងកាយខ្លាំងខ្លាយចេញឆ្ងាយតិចទៅមកជិតគ្នាអញ្ចឹងព្រឺស្បណាវើយរាងកាយចម្លងមិននិយាយអ្វីក៏បានថយទៅក្រោយបន្តិចបន្ទាប់មកឆៅកើក៏បានចាក់ចូលទៅប៉ុន្តែរាងកាយចម្លងក៏បានចាក់មកដូចគ្នានាងទាំងពីរក៏បានភ្ជង់ដើរជាប់ករៀងខ្លួនឆៅកើសម្លឹងមើលមុខគេយ៉ាងកំណាចនិយាយថាមើលទៅឯងក៏មាននឹងជំនាញខ្លះដែរបន្ទាប់មកគាត់ក៏បានដកឃ្លាទៅក្រោយបន្តិចកាប់ចូលទៅសាជាថ្មីប៉ុន្តែរាងកាយចម្លងក៏បានធ្វើដូចគាត់បេះបិទបន្តែបន្ទោះបីជាគាត់កាប់ចូលទៅពីទិសណាក៏នៅតែត្រូវបានគេទប់ទល់បានយ៉ាងងាយស្រួលហើយបើដូចជាគេបានទីដឹងអំពីស្នេហ៍របស់គាត់មុនអញ្ចឹងតែបន្ទោះបីជាអញ្ចឹងឆៅកើក៏នៅតែបន្តកាប់ជាលទ្ធផលនោះកាយវិការរបស់អ្នកទាំងពីរគឺពិតជាដូចគ្នាបេះបិទដកឃ្លាយកឡើងបន្តិចឆៅកើក៏គិតក្នុងចិត្តមនុស្សដែលចេញអំពីកញ្ចក់នេះមិនថាល្បឿនកម្លាំងបច្ចេកទេសដែរគឺដូចខ្ញុំទាំងអស់ហើយបើដូចជាពួកយើងត្រូវបានបង្រៀនដោយគ្រូតែមួយអញ្ចឹងមើលទៅខ្ញុំមិនអាចបំបីបច្ចេកទេសដែរនេះបានទេដល់ឯអ្នកនៅខាងក្រៅវិញក៏បានងើយឆ្ងល់មិនបានជាមិនអាចមើលឃើញទៀតអញ្ចឹងមើលទៅឯងដូចជាមិនដឹងអ្វីសោះការធ្វើតេស្តលើកទី3នេះមិនអាចញ៉ាត់ឲ្យមើលឃើញនោះទេចំណែកនៅខាងក្នុងរាងកាយចម្លងក៏បូលូទៅកាន់ឆៅកើថាគេគឺជាសម្រាមមិនត្រឹមតែប៉ុណ្ណេះក៏ថាទៅបានរំលឹកការសម្លាប់រង្គាលនៅក្នុងគ្រួសារលោកកាលពី10ឆ្នាំមុនថែមទៀតកាលនោះឪពុកជាទីស្រឡាញ់របស់ឯងត្រូវបានពុកវិស័យធ្វើទរណកម្មរហូតដល់ស្លាប់រីឯម្ដាយរបស់ឯងវិញត្រូវបានវិស័យស៊ីទាំងអស់ចំណែកឯប្អូនស្រីជាទីស្រឡាញ់វិញព្រលឹងរបស់នាងត្រូវបានវល់ជុំវិញគ្រួសារលោកហើយចុះឯងវិញឯងបានធ្វើអ្វីខ្លះអស់រយៈពេល10ឆ្នាំមកនេះ10ឆ្នាំមកហើយឯងនៅតែជាសម្រាប់មួយដុំសិននៅកម្រិតទី2ឋានសួគ៌ទី3តូចតាចជាមួយនឹងកម្រិតតូចទាបបែបនេះឯងអាចសងសឹកឲ្យគ្រួសារលោកបានទេហើយនៅពេលដែលបានជួបជាមួយនឹងវិស័យតើឯងប្រឈមមុខជាមួយនឹងពួកគេដោយរបៀបណាលោកឆៅកើឯងមិនមែនជាមនុស្សមានសិទ្ធិរស់នៅក្នុងពិភពលោកមួយនេះទេឆាប់ងល់បាត់ទៅយកដើមជុំកឆៅកើរួចក៏បន្តនៅពេលដែលឯងស្លាប់ឯងនឹងមិនចាំបាច់ឈឺចាប់បន្តទៀតទេមិនចាំអ្វីគ្រប់យ៉ាងនៅថ្ងៃនេះទៅលោកឆៅកើតែបើទោះបីជាគេខំរៀបរាប់ច្រើនប៉ុណ្ណាក៏មិនអាចលបងឆៅកើបានដែរគាត់ក៏បានកាប់សម្លាប់ទៅកាន់គេទៅតែយើងនៅមិនទាន់ដឹងថាស្ទើរមិនទាន់នឹងទៅជាបែបណាពេលនេះក៏បានមកដល់ទីបញ្ចប់ហើយខ្ញុំក៏ដឹងថា
គេចេញភាពតក៏អត់ទេបើចេញនឹងខ្ញុំនឹងសម្រេចបន្តតែបើអត់ចេញនឹងខ្ញុំនឹងសម្រេចធូរឌីរឿងនេះឲ្យគ្នាយើងមើលវិញម្ដងចាំបើពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like subscribe ម្នាក់មួយផងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយសួស្តីអ្នកនរ